សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីការងារការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនរួមទាំងព័ត៌មានសំខាន់ពាក់ព័ន្ធមួយចំនួនទៀតទី1គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2026នេះបន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីដើម្បីប្រារព្ធខួបទី35នៃទំនាក់ទំនងដៃគូសន្តិនិកអាស៊ានរុស្ស៊ីនៅឯទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីដែលជាឱកាសដ៏វិសេសវិសាលដើម្បីរំលឹកនៅទំនាក់ទំនងរវាងអាស៊ានហើយនិងរុស្ស៊ីភាគីទាំងពីរអាស៊ាននិងរុស្ស៊ីក៏បានពិភាក្សានិងសម្រេចបានលទ្ធផលជាច្រើនដែលជាផលប្រយោជន៍រួមសម្រាប់អាស៊ានហើយនិងរុស្ស៊ីសម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថានៅឆ្នាំ2026នេះពិតជាមានអត្ថន័យវិសេសវិសាលសម្រាប់កម្ពុជាពិសេសវិសាលពីព្រោះថានេះគឺជាខួបទី70ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជារុស្ស៊ីដូច្នេះកម្ពុជានិងរុស្ស៊ីនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើងហើយនឹងទាញយកសក្តានុពលឲ្យបានពេញលេញពីកិច្ចសហប្រតិបត្តិការនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ីដើម្បីពង្រឹងនិងពង្រីកចំណងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីដែលឈានដល់70ឆ្នាំកិច្ចពិភាក្សាបានសង្កត់ធ្ងន់លើគុណភាពនៃទំនាក់ទំនងដែលក្នុងរយៈពេល70ឆ្នាំកន្លងមកនេះកម្ពុជានិងរុស្ស៊ីតែងតែឈរនៅជាមួយគ្នាដូច្នេះជំនួបនេះគឺជាឱកាសដែលភាគីទាំងពីរសម្លឹងមើលទៅមុខក្នុងទិសដៅរួមគ្នាសម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរទន្ទឹមនឹងនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបង្ហាញសារនយោបាយច្បាស់លាស់របស់កម្ពុជាគឺការពង្រឹងមិត្តភាពចាស់និងពង្រីកមិត្តភាពថ្មីជាមួយនឹងបណ្ដាប្រទេសជាមិត្តក្រៅពីនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជួបជំនួបសម្ដែងការគូសំហើយនឹងពិភាក្សាការងារពីមន្ត្រីនិងតំណាងក្រុមហ៊ុនឬព្រមទាំងអង្គការមួយចំនួនទៀតដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួមទី2លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជាបានអញ្ជើញជាបរិយាតំណាងដ៏ខ្ពង់ខ្ពស់ដើម្បីទទួលជំនួសនៅពានសមាជិកភាពជើងឯក Champion Award ដែលសហគមន៍ OBPS ថ្វាយជូនចំពោះសម្ដេចព្រះមហាក្សត្រីនរោត្តម នី សីហនុព្រះវរិយមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាព្រះប្រធានកិត្តិយសរបស់សមាគមកាយរដ្ឋនារីកម្ពុជាពានរង្វាន់នេះត្រូវបានថ្វាយសម្ដេចព្រះមហាក្សត្រីចំពោះព្រះរាជហឫទ័យនិងព្រះសកម្មភាពដ៏ឧត្តមឧត្តមក្នុងបរិយាកិច្ចសង្គមមនុស្សធម៌ជាពិសេសបរិយាកិច្ចលើកកម្ពស់តម្លៃនិងសិទ្ធិស្ត្រីគ្រប់រូបស្របពេលជាមួយគ្នាដែរសហគមន៍ OBPS ក៏បានផ្ដល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជាប្រធានថ្នាក់ជាតិនៃសហគមន៍ OBPS ប្រចាំកម្ពុជា National President of OBPS Cambodia រួមជាមួយនឹងពានសមាជិកភាពកិត្តិយសព្រះអម្ចាស់ក្សត្រី Benedicte ដើម្បីជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងឱកាសនោះដែរសមាជិកាថ្មីចំនួន86រូបក៏បានស្ម័គ្រចិត្តចូលជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OBPS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់សមាគមកាយរដ្ឋនារីពិភពលោកឲ្យកាន់តែទូលំទូលាយបន្ថែមទៀតកិត្តិយសដ៏ឧត្តមឧត្តមនេះបានទទួលក្នុងឱកាសដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីមហាសន្និបាតដ៏មានតម្លៃរបស់សមាគមកាយរដ្ឋពិភពលោកដែលប្រព្រឹត្តទៅនៅឯខេត្តសៀមរាបទី3
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2026បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកជាំនិងតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀតស្ថិតនៅក្នុងឃុំតាពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យក្រោមការសម្របសម្រួលពីក្រមអ្នកសម្របសម្រួលនៃប្រជាណាចក្រកម្ពុជាតំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅដល់គឺជាទីតាំងដែលរងការវាយប្រហារនិងរាយបន្លាលួសដើម្បីកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃសកម្មភាពរបស់ក្រុម AOT ក៏ដើម្បីពិនិត្យមើលការគោរពនិងអនុវត្តវិធានការទាំងអស់នៅក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានបានទៅដល់បានគូបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចបង្អែបង្អង់យូរបាននៃការចាប់ផ្ដើមកិច្ចវាស់វែងខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយគ្មានការរារាំងដោយសេចក្តីថ្លៃថ្នូរនិងដោយសុវត្ថិភាពបាទអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ